បេតិកភណ្ឌពិភពលោកគឺជាសម្បត្តិវប្បធម៌និងធម្មជាតិដ៏វិសេសវិសាលដែលត្រូវបានគេទទួលស្គាល់ដោយអង្គការ UNESCO ជាតម្លៃរួមរបស់មនុស្សជាតិទាំងមូលដែលត្រូវតែថែរក្សាការពារទុកសម្រាប់មនុស្សជំនាន់ក្រោយគិតមកដល់ពេលនេះប្រទេសកម្ពុជាមានសម្បត្តិបេតិកភណ្ឌជាច្រើនដែលត្រូវបានចុះបញ្ជីទាំងប្រភេទរូបីនិងរូបអរូបីបេតិកភណ្ឌវប្បធម៌រូបីមានដូចខាងក្រោមដូចជា 1. តំបន់អង្គរវត្តឬប្រាសាទអង្គរវត្តតំបន់អង្គរវត្តត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី14ខែធ្នូឆ្នាំ1992វាមិនមែនគ្រាន់តែជាប្រាសាទអង្គរវត្តមួយមុខនោះទេប៉ុន្តែវាគឺជាឧទ្យានបុរាណដ៏ធំគ្របដណ្ដប់លើផ្ទៃដីជាង400គីឡូម៉ែត្រការ៉េដែលរួមមានក្រុមប្រាសាទសំខាន់ៗដូចខាងក្រោមប្រាសាទអង្គរវត្តគឺជារចនាសម្ព័ន្ធសាសនាដ៏ធំបំផុតនៅលើពិភពលោកដែលជាស្នាដៃដ៏កំពូលនៃស្ថាបត្យកម្មខ្មែរនៅសតវត្សទី12ឆ្លាក់ដោយក្បាច់រចនានិងផ្ទាំងរឿងទេវកថាដ៏រស់រវើកប្រាសាទបាយ័នស្ថិតនៅកណ្ដាលរាជធានីអង្គរធំល្បីល្បាញដោយមុខព្រំញញឹមដ៏ធំចំនួន216ដែលបង្កប់នៅអាថ៌កំបាំងនិងទស្សនវិជ្ជាព្រះពុទ្ធសាសនាមហាយានប្រាសាទផ្សេងទៀតដូចជាប្រាសាទតាព្រំដែលហ៊ុំព័ទ្ធដោយឫសឈើប្រាសាទបន្ទាយស្រីដ៏ស្រស់ស្អាតដោយក្បាច់ចម្លាក់ល្អិតល្អន់និងប្រាសាទព្រះខ័នជាដើមអង្គរគឺជាបេះដូងនៃអត្តសញ្ញាណជាតិខ្មែរហើយតំណាងឲ្យភាពរុងរឿងនៃអាណាចក្រខ្មែរពីសតវត្សទី9ដល់សតវត្សទី15ប្រាសាទព្រះវិហារប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ប្រាសាទដែលស្ថិតនៅលើកំពូលភ្នំដងរែកនេះគឺជាទីសក្ការៈបូជាព្រះសិវៈដែលត្រូវបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំស្ថាបត្យកម្មរបស់វាមានលក្ខណៈប្លែកពីគេគឺរៀបចំតាមអបណ្ដោយប្រាសាទនីមួយៗតភ្ជាប់គ្នាតាមជណ្ដើរឡើងដល់ចោតពីជើងភ្នំឡើងទៅលើទិដ្ឋភាពដ៏អស្ចារ្យពីលើភ្នំគឺជាសាក្សីនៃភាពអស្ចារ្យនៃការរៀបចំទេសភាពបែបប្រាសាទប្រាសាទសម្បូរព្រៃគុកសម្បូរព្រៃគុកគឺជាសម្បត្តិបេតិកភណ្ឌរូបីទី3របស់កម្ពុជាដែលត្រូវបានចុះបញ្ជីនៅថ្ងៃទី8ខែកក្កដាឆ្នាំ2017ទីនេះគឺជាអតីតរាជធានីឦសានបុរៈនៃអាណាចក្រចេនឡាដែលមានអាយុកាលតាំងពីសតវត្សទី6និងទី7ប្រាសាទនានាត្រូវបានសាងសង់ឡើងដោយឥដ្ឋដ៏រឹងមាំក្នុងរចនាបថដើមដំបូងបង្អស់នៃសម័យបុរាណខ្មែរសម្បូរព្រៃគុកត្រូវបានគេចាត់ទុកថាជាបុព្វបុរសនៃរចនាបថអង្គរសិល្បៈចម្លាក់និងហោជាងនៅទីនោះមានលក្ខណៈខុសប្លែកពីអង្គរនិងបង្ហាញពីការវិវត្តដំបូងនៃសិល្បៈខ្មែរមិនត្រឹមតែប៉ុណ្ណោះគឺមានប្រាសាទកោះកេរមួយទៀតដែលទើបចុះបញ្ជីជាផ្លូវការនៅឆ្នាំ2023ថ្មីនេះដែលជារាជធានីមួយនៅសតវត្សទី10បេតិកភណ្ឌវប្បធម៌អរូបីក្រៅពីប្រាសាទកម្ពុជាក៏មានបេតិកភណ្ឌអរូបីជាច្រើនដែលជាទម្រង់សិល្បៈប្រពៃណីរស់រវើកដែលមិនអាចចាប់កាន់បានតែស្ថិតនៅក្នុងដួងព្រលឹងជាតិខ្មែរ1. របាំព្រះរាជទ្រព្យត្រូវបានចុះបញ្ជីក្នុងឆ្នាំ2003របាំព្រះរាជទ្រព្យដែលគេហៅថាជារបាំអប្សរាគឺជាទម្រង់សិល្បៈដ៏ពិសិដ្ឋដែលធ្លាប់សម្ដែងតែក្នុងរាជវាំងរបាំនេះមានចលនាយឺតតែទន់ភ្លន់លាយឡំជាមួយនឹងសម្លេងបំពាក់ដ៏ស្រស់ស្អាតផងដែរ 2. ល្ខោនស្រមោលស្បែកធំល្ខោនស្រមោលស្បែកធំត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ2005វាគឺជាការសម្ដែងរឿងរ៉ាវនៃរឿងរាមកេរ្តិ៍ខ្មែរដោយប្រើតួអង្គស្បែកគោឆ្លាក់យ៉ាងល្អិតល្អន់និងមានទំហំធំហើយចាំងដោយពន្លឺ
ទៅលើផ្ទៀងក្រណាត់ពណ៌ស 3. ចាប៉ីដងវែង ចាប៉ីដងវែងត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ 2016 ក្នុងបញ្ជីបេតិកភណ្ឌអរូបីត្រូវបានការពារជាបន្ទាន់ ត្រូវការការពារជាបន្ទាន់ វាគឺជាឧបករណ៍តន្ត្រីប្រពៃណីនិងគឺជាទម្រង់សិល្បៈមួយដែលអ្នកចាប៉ីបកស្រាយរឿងរ៉ាវអប់រំ សិលធម៌ សាសនានិងប្រវត្តិសាស្ត្រតាមរយៈបទចម្រៀងបែបកំប្លុកកំប្លែង 4. គុនល្បុក្កតោ ល្បែងទាញព្រ័ត្រនិងសិល្បៈដទៃទៀត បេតិកភណ្ឌអរូបីផ្សេងៗទៀតរួមមានល្បែងទាញព្រ័ត្រចុះបញ្ជីនៅក្នុងឆ្នាំ 2015 រួមជាមួយនឹងប្រទេស 4 ទៀត គុនល្បុក្កតោដែលជាសិល្បៈក្បាច់គុនខ្មែរបុរាណក្នុងឆ្នាំ 2022 ដែលត្រូវចុះបញ្ជីក្នុងឆ្នាំ 2022 និងសិល្បៈថ្មីៗដូចជាក្បាច់តម្បាញសូត្រខ្មែរនិងពិធីបូជាចារ្យរបស់សហគមន៍ជនជាតិភាគតិច កម្ពុជាក៏មានសម្បត្តិឯកសារសំខាន់ៗដែលត្រូវបានចុះបញ្ជីស្មារតីនៃការចងចាំពិភពលោកផងដែរ ទី 1 គឺបានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទុកគុកទូស្លែង ដែលត្រូវបានចុះនៅក្នុងឆ្នាំ 2009 ឯកសារនេះគឺជាសក្ខីកម្មដ៏សំខាន់នៃសម័យដ៏ខ្មៅងងឹតស៊ុនស៊ុងមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ 2. រឿងអ៊ីណៅបូសាបា ដែលជាសាស្ត្រាស្លឹករឹតខ្មែរដ៏មានតម្លៃបំផុតមួយដែលត្រូវបានចុះនៅក្នុងឆ្នាំ 2017 នេះគឺជាទិដ្ឋភាពទូទៅនៃបេតិកភណ្ឌពិភពលោកទាំងអស់របស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេតែជាតំណាងឲ្យអរិយធម៌ខ្មែរទៅកាន់ពិភពលោក ការថែរក្សានិងការសិក្សាស្រាវជ្រាវនិងការលើកស្ទួយបេតិកភណ្ឌទាំងនេះគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធានាបានថាភាពអស្ចារ្យទាំងនេះនៅតែបន្តរស់រវើកសម្រាប់មនុស្សជំនាន់ក្រោយជារៀងរហូត សូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ សូមជួយថែរក្សាកេរដំណែលដ៏មានតម្លៃនេះទាំងអស់គ្នា ជួបគ្នានៅវីដេអូបន្ទាប់ សូមអរគុណ